មុននេះបន្តិចក្រសួងការពារជាតិធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងករណីថៃឈូសផ្លូវនៅក្នុងទឹកដីកម្ពុជានេះគឺជាការលើកឡើងពីសំណាក់បងប្អូនមហាជនក៏ប៉ុន្តែក្រសួងការពារជាតិបានបង្ហាញថាថៃឈូសឆាយដីបាននៅក្នុងទឹកដីគេទេมันបានចូលទឹកដីកម្ពុជារបស់យើងទេដែលនៅតំបន់ធម្មតាក្រោយពីមានការលើកឡើងពាក់ព័ន្ធទៅនឹងកងកម្លាំងរបស់ថៃបានឈូសឆាយដីចូលមកកាន់ទឹកដីកម្ពុជាមុននេះបន្តិចក្រសួងការពារជាតិរបស់កម្ពុជាបានធ្វើការលើកឡើងថាថៃឈូសផ្លូវនៅក្នុងទឹកដីគេมันបានចូលទឹកដីកម្ពុជាយើងនោះទេបាទដែលស្ថិតនៅក្នុងតំបន់ធម្មតាកម្ពុជាបានធ្វើការបដិសេធចំពោះការបង្ហោះចែកចាយវីដេអូនិងខ្លឹមសារមួយចំនួនដែលលើកឡើងថាថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរនៅឃុំថ្មដាស្រុកវីវែងខេត្តពោធិ៍សាត់ត្បិតក្រសួងការពារជាតិបញ្ជាក់នៅថ្ងៃសុក្រទី17ខែតុលាឆ្នាំ2025នេះថាកងកម្លាំងរបស់កម្ពុជាកំពុងតែឈរជើងនៅតំបន់ទីនោះការពារយ៉ាងម៉ឺងម៉ាត់នៅមរណភាពទឹកដីរបស់កម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅព្រឹកថ្ងៃសុក្រដដែលនេះយោធាភូមិភាគទី5នៃកងយោធាខេមរៈភូមិន្ទកម្ពុជាបានអំពាវនាវទៅដល់សាធារណជនកុំឲ្យមានការយល់ច្រឡំនិងកុំបន្តចែករំលែកការចុះផ្សាយថាថៃធ្វើផ្លូវរំលោភចូលដីខ្មែរនៅស្រុកវីវែងខណ្ឌយោធាភូមិភាគ5អះអាងថាវាមិនមែនជាការពិតនោះទេយោធាភូមិភាគទី5បានបញ្ជាក់និងបង្ហោះយ៉ាងដូចនេះថាសកម្មភាពនៃការឈូសឆាយរបស់ភាគីថៃនៅថ្ងៃនេះគឺនៅក្នុងផ្នែកនៃទឹកដីរបស់ថៃនោះទេម្យ៉ាងវិញទៀតកងកម្លាំងកម្ពុជាដែលឈរជើងនៅតំបន់នោះការពារយ៉ាងម៉ឺងម៉ាត់នៅមរណភាពទឹកដីរបស់ខ្លួនក្រសួងការពារជាតិរបស់កម្ពុជាបានពន្យល់ថាការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលហៅកាត់ថា JBC កម្ពុជានិងថៃហើយការអះអាងអំពីសមត្ថកិច្ចនេះគឺបានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មការព្រំដែនទូទៅ JBC កាលពីថ្ងៃទី10កញ្ញាឆ្នាំ2025យោធាភូមិភាគទី5របស់កម្ពុជាបានបញ្ជាក់ថាកម្ពុជានិងថៃមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ទាំងមូលដ្ឋានច្បាប់យន្តការស្ថាប័ននិងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរជាពិសេសផែនទី1/200,000យោងទៅតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ព្រមទាំងមានការបោះបង្គោលព្រំដែនជាមួយគ្នាចំនួន74បង្គោលហើយភាគីកម្ពុជានិងថៃបានទទួលស្គាល់និងបញ្ជាក់ឡើងវិញនៅក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ឬក៏ MOU ឆ្នាំ2000ឯង